រឿងដំបូងដែលធ្វើឲ្យ Anna ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្របានធ្វើបន្ទាប់ពី Being Reborn គឺដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលេងល្បែងជាមួយ Jessica ដែលមានបានលួចអត្តសញ្ញាណរបស់នាងហើយបន្ទាប់មកម្នាក់បានចាប់ផ្ដើមការផ្សាយផ្ទាល់មួយដើម្បីព្យាបាលយុវជន2នាក់ចៅវាយនាយដែលរងទុក្ខពីស្ថានីយជំងឺអ្នកណាដែលអាចព្យាបាលទាំងពីរនេះបានចៅវាយនាយវ័យក្មេងនឹងទទួលបានទ្រព្យសម្បត្តិគ្មានទីបញ្ចប់និងសេរីល្អហើយបង្ហាញថាអ្នកណាជាការពិតទេពកោសល្យផ្នែកវិទ្យាសាស្ត្រ Adverse ធ្វើឲ្យអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍មិនបានគិតច្រើនអំពី Anna ដែលស្លៀកពាក់ចម្លែកហើយជំនួសមកវិញបានដាក់ភ្នាល់របស់ពួកគេលើ Jessica ស្លៀកពាក់ដូចគ្រូពេទ្យទេសចរប៉ុន្តែត្រឹមតែកន្លះម៉ោងក្រោយមក Anna ពិតជាបានធ្វើឲ្យ Danielle ដែលសន្លប់អស់រយៈពេល3 ខែភ្ញាក់ឡើងទន្ទឹមនឹងនេះ Jessica បានស្លៀកពាក់ពេញមួយយប់ប៉ុន្តែMax មិនបានបង្ហាញសញ្ញានៃការប្រសើរឡើងទេតាមពិតទៅស្ថានភាពរបស់គាត់កាន់តែអាក្រក់ទៅនៅពេលនោះព្រាមួយមនុស្សគ្រប់គ្នាបានដឹងខ្លួនជាចុងក្រោយ Jessica ជាមនុស្សបោកប្រាស់ប៉ុន្តែនៅពេលដែលចាស់ទៅចៅវាយបានអង្វរ Anna ឲ្យជួយសង្គ្រោះ Max ដែលជាមនុស្សប្រភេទនោះ Anna ដែលមានចិត្តសប្បុរសបានជ្រើសរើសនៅត្រជាក់ហើយប្រងើយកន្តើយវាបានបង្ហាញថានៅក្នុងជាតិមុនរបស់នាង Anna បានជួយសង្គ្រោះ Max តែមានជំងឺធ្ងន់ធ្ងរហើយក្រោយមកបានក្លាយជាភរិយារបស់គាត់ប៉ុន្តែ Max ជឿនាងមានបានបំបែកគាត់និង Jessica ឲ្យដាច់ពីគ្នាដូច្នេះទោះបីជាការពិតដែលថា Anna បានអស់កម្លាំងក៏ដោយអំណាចរបស់នាងដើម្បីជួយសង្គ្រោះគាត់ដោយបន្សល់ទុករូបកាយរបស់នាងចុះខ្សោយគាត់បានបង្ខំនាងឲ្យព្យាបាលជំងឺមហារីកសួតរបស់ Jessica ហើយថែមទាំងត្រូវបានគំរាមកំហែងទៀតផងនាងជាមួយកូនរបស់ពួកគេដោយគ្មានទីពឹងនាងបានប្រើកម្លាំងចុងក្រោយរបស់នាងដើម្បីជួយសង្គ្រោះ Jessica ប៉ុន្តែដោយសារតែរឿងនោះនាងក៏ស្លាប់ទៅក្មេងពេលនាងភ្ញាក់ពីដំណេកម្ដងទៀតនាងបានរកឃើញខ្លួននាងផ្ទាល់ត្រឡប់ទៅថ្ងៃដែលនាងបានព្យាបាល Max ពេលនោះម្ចាស់ចាស់បានដើរមកលើកពីការសុំឲ្យនាងព្យាបាល Max ហើយបានផ្ដល់ជូន 10,000 លានជារង្វាន់មុនពេល Anna អាចឆ្លើយតបបាន Max បានចោទប្រកាន់នាងថាជាការបោកប្រាស់ Anna សម្លឹងមើល Max ដែលមានអារម្មណ៍ភ័យស្លន់ស្លោហើយបានដឹងថាគាត់ក៏បានកើតជាថ្មីដែរពីព្រោះនៅក្នុងជីវិតចុងក្រោយគាត់មិនដែរបានបដិសេធការព្យាបាលរបស់នាងគាត់បានធ្វើពុតជំងឺរបស់គាត់ដូច្នេះ Jessica អាចធ្វើពុតជាដើម្បីព្យាបាលគាត់ដោយជោគជ័យការយល់ព្រមពីបរិសុទ្ធចំណាស់ហើយរៀបការជាមួយ Max យ៉ាងរលូនភ្លាមនោះ Maxបានណែនាំ Jessica មិនយូរប៉ុន្មានគាត់ក៏បាននិយាយចប់ហើយ Jessica ក៏ដើរចេញចប់ហើយភ្លាមនោះ Anna បានឃើញផ្សែងខ្មៅមួយហុយឡើងជក់បារីពីលើក្បាលរបស់ Max ហើយបានដឹងថាបើគ្មានការព្យាបាលទេគាត់នឹងមិនរស់លើសពី3ថ្ងៃទេដោយមិនដឹងពីរឿងនេះ Max បានចំអកឲ្យ Anna ដោយនិយាយថានាងគ្រាន់តែជួយសង្គ្រោះមនុស្សដើម្បីលុយហើយអាចកុំប្រៀបធៀបទៅនឹងអ្វីដែលគេហៅថារបស់ Jessica ស្នេហាដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនសូម្បីតែទាមទារឲ្យនាងខ្លាចជាបោះចោល Anna ចងចាំពីរបៀបដែល7កាលពីប៉ុន្មានឆ្នាំមុននៅពេលដែលនាងគ្មានអ្វីសោះវាគឺជា Max ដែលបានផ្ដល់ភាពកក់ក្ដៅដល់នាងមិនអាចយល់បានថាក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះជាច្រើនឆ្នាំដែលគាត់បានប្រែក្លាយទៅជាមនុស្សល្ងងបែបនេះបុរសម្នាក់ដោយសារតែមានករណីនោះកើតឡើង Anna បានងាកមកដើម្បីចាក់ចេញប៉ុន្តែ Max បានបញ្ឈប់នាង Schadenfreude គាត់ខ្សឹបប្រាប់ក្នុងត្រចៀកនាងថាជំងឺរបស់គាត់គឺคล้ายពីដែកគាត់បានកាន់ Anna មានអារម្មណ៍ថាមានអារម្មណ៍មហន្តរាយនឹងភ្លាមនោះយល់បានថាហេតុអ្វីបានជាអំណាចរបស់នាងមានត្រូវបានខូចខាតក្នុងជាតិមុននាងងាកទៅរកចៅវាយចាស់ហើយនិយាយថាការលាក់បាំងជំងឺនាំទៅរកតែកម្មផលការសងសឹកហើយនៅទីបញ្ចប់មនុស្សម្នាក់ច្រូតកាត់អ្វីដែលពួកគេសាបព្រោះឬដូច្នេះម៉ាក់ទេកំភ្លៀង Anna ពេញមុខរួចគិតក្នុងចិត្តនាងកំពុងជេរប្រមាថគាត់ Anna បាននិយាយដោយស្ងប់ស្ងាត់ថាការទេកំភ្លៀងបានតបស្នងនៅសេចក្តីសប្បុរសដែលគាត់ធ្លាប់មានបានបង្ហាញនាងរួចបែរខ្លួនចេញទៅវិញប៉ុន្តែពេលនាងដើរចេញទៅខាងក្រៅភ្លាមក្រុមមួយបានចេញមកមនុស្សឡោមព័ទ្ធនាងដោយចោទប្រកាន់នាងថាធ្វើជាជនបោកប្រាស់ធ្វើពុតជាសះស្បើយមនុស្សដោយនិយាយថាការព្យាបាលរបស់នាងមិនបានធ្វើការតតែសោះពួកគេបានរុញនាងទៅកិនហើយបោះស្លឹកបន្លែនៅនាង Anna ខំប្រឹងវាចេញពីហ្វូងមនុស្សប៉ុន្តែ Max បានជន់លើដៃនាងដោយកំហឹង Anna បានចាក់ម្ជុលមួយចូលទៅក្នុងខ្លួនរបស់គាត់បន្ទាប់មកក្រោកឈរឡើងហើយចាប់ផ្ដើមរត់ថយក្រោយ Max គិតថា Anna កំពុងពាក់អាវមួយទៀតធ្វើសកម្មភាពហើយបានប្រកាសថាប្រពន្ធនេះនឹងគ្រាន់តែធ្លាប់ធ្វើជា Jessica ដោយប្រាប់ Anna កុំឲ្យធ្វើបែបនោះខ្ជះខ្ជាយនាងពេលវេលាថែមទាំងលើកដៃឡើងវានាងប៉ុន្តែពេលគាត់លើកដៃឡើងដៃរបស់គាត់មុខប្រែជាស្លេកភ្លាមហើយគាត់ក៏ដួលទៅលើដី Jessica គិតថាគាត់កំពុងធ្វើពុតហើយចាប់ផ្ដើមស្រមើស្រមៃអំពីនាងដែលចិត្តល្បីឈ្មោះប៉ុន្តែនាងមិនបានធ្វើទេដឹងថា Max ឈឺធ្ងន់ណាស់ភ្លាមនោះឪពុករបស់ Danielle ក៏ប្រញាប់ប្រញាល់ចូលមកលុតជង្គង់អង្វរ Anna ឲ្យជួយសង្គ្រោះកូនប្រុសរបស់គាត់ Jessica បានអះអាងថានាងគឺជាអ្នកស្នងមរតកពិតប្រាកដរបស់ថ្នាំពេទ្យហើយថា Anna គ្រាន់តែជាការបោកប្រាស់ឪពុករបស់ Danielle មិនអើពើនឹងនាងដូចថា Anna បានអនុវត្តការព្យាបាលដោយខឹង Jessica បានសម្រេចចិត្តបង្ហាញខ្លួនឯងដោយស្នើថានាងនិង Anna ម្នាក់ព្យាបាលមនុស្សម្នាក់ហើយឃើញតែបានព្យាបាលពួកគេមុនគេនាងបានបន្ថែមថាប្រសិនបើ Anna ចាញ់នាងនឹងត្រូវចូលនិវត្តន៍ពីផ្នែកវិទ្យាសាស្ត្រ World Forever Hannah បានបដិសេធមិនព្រមចុះចាញ់ដោយនិយាយថាប្រសិនបើ Jessica ចាញ់នាងត្រូវតែប្រគល់អ្វីទាំងអស់ទ្រព្យសម្បត្តិរបស់នាងហើយលុតជង្គង់សុំទោស Jessica ពោពេញដោយទំនុកចិត្តជាផែនការរបស់នាងជាមួយ Max នឹងដំណើរការទៅដោយរលូនដូច្នេះនាងបានយល់ព្រមភ្នាល់អ្នកទាំងពីរបានចុះហត្ថលេខាកិច្ចសន្យាភ្នាល់នឹងដើម្បីធ្វើឲ្យវាយុត្តិធម៌ពួកគេទាំងពីរបានព្យាបាលអ្នកជំងឺរបស់ពួកគេដោយរស់នៅមុខកាមេរ៉ាពេលចូលទៅក្នុងបន្ទប់ Anna សម្លឹងមើលដៃរបស់ Danielle ដែលជាអ្នកកាន់កាំភ្លើងភ្លាមនៅពេលដែលនាងចាប់ចង្វាក់បេះដូងរបស់គាត់បន្តិចក្រោយមកថាមពលខ្មៅបានលេចចេញមកដោយមិនបានត្រៀមខ្លួននាងញ័រដោយភ្ញាក់ផ្អើលទស្សនិកជននៅក្នុងទោះជាយ៉ាងណាក៏ដោយការផ្សាយផ្ទាល់គិតថានាងជាភ័យខ្លាចព្រោះនាងមិនដឹងថាមានអ្វីនាងកំពុងធ្វើ Anna បានស្ងប់ចិត្តខ្លួនឯងយកចេញឧបករណ៍វិទ្យាសាស្ត្ររបស់នាងហើយបញ្ចូលចូលទៅក្នុង Danielle គោលដៅរបស់នាងគឺបណ្ដេញចេញថាមពលអាក្រក់ចេញពីរាងកាយនេះភ្លាមបន្ទាប់ពីនាងនិយាយចប់ Danielle ក៏អង្គុយចុះហើយស្ដោះទឹកមាត់ចេញមាត់ពេញដោយឈាមមនុស្សគ្រប់គ្នាគិតថាគាត់គៀបនឹងស្លាប់ប៉ុន្តែនៅវិនាទីបន្ទាប់
គាត់ភ្ញាក់ពីដំណេកទាំងស្រុងហើយត្រឡប់ទៅវិញធម្មតាឃើញបែបនេះចៅវាយចាស់ដឹងភ្លាមថាគាត់បានទុកចិត្តខុសមនុស្សទន្ទឹមនឹងនេះនៅម្ខាងទៀតជេស៊ីកាធ្វើពុតជាសម្ដែងរបស់នាងការព្យាបាលបន្ទាប់មករងចាំម៉ាក់ភ្ញាក់ពីដំណេកដោយខ្លួនឯងប៉ុន្តែពេលមាននរណាម្នាក់ផ្ញើមកដោយលោកគ្រូចាស់បានសុំវឌ្ឍនភាពនាងភ័យស្លន់ស្លោហើយនៅក្នុងភាពភ័យស្លន់ស្លោរបស់នាងបានបង្ហាញផែនការរបស់ពួកគេដោយចៃដន្យនោះបានធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងការផ្សាយផ្ទាល់ភ្លាមដឹងថានាងគឺជាកង្កែបពិតប្រាកដ